tin này chỉ phum prey chắn về lý này màu đọc dục chiêng cả hỏi phum prey chắn ấyคือchỉ phum mùi đại từ bànប្រជាពលរដ្ឋកម្ពុជាបានតវ៉ាទៅនឹងភាគីថៃបន្ទាប់ពីមានបញ្ហាកើតឡើងកាលពីថ្ងៃទី13ខែសីហាឆ្នាំ2025ភូមិព្រៃច័ន្ទនេះបើយើងគិតអំពីចម្ងាយពីទីក្រុងប៉ោយប៉ែតមកព្រំដែនប៉ោយប៉ែតកម្ពុជាថៃហ្នឹងមានចម្ងាយជាង20គីឡូម៉ែត្រហើយភូមិព្រៃច័ន្ទគឺជាភូមិមួយក្នុងចំណោមភូមិ2ដែលមានបញ្ហាជាមួយថៃភូមិមួយទៀតហ្នឹងគេហៅថាភូមិជោគជ័យហើយភូមិជោគជ័យហ្នឹងគឺបើយើងគិតអំពីប៉ោយប៉ែតមកដល់ភូមិជោគជ័យមុនហើយបានមកដល់ភូមិព្រៃច័ន្ទនេះហើយរយៈពេល4ថ្ងៃកន្លងទៅនេះភូមិព្រៃច័ន្ទត្រូវបានសារព័ត៌មានក្នុងស្រុកហើយអន្តរជាតិបានផ្សាយច្រើនជុំវិញទៅនឹងការប្រើប្រាស់នៅសម្លេងឧបករណ៍បំពងសម្លេងដែលភាគីថៃបានចាក់ជាសម្លេងបំពងសម្លេងដ៏អាក្រក់ដែលក្នុងនោះមានសម្លេងទាំងគេហៅថាឆ្កែលូមានជាសម្លេងខ្មោចមានជាសម្លេងយន្តហោះនិងសម្លេងដតីទៀតជាច្រើនដែលធ្វើឲ្យរំខានទៅដល់ដំណេករបស់ប្រជាពលរដ្ឋហើយជាពិសេសគឺអ្នកភូមិនៅក្នុងភូមិព្រៃច័ន្ទនេះតែម្ដងប៉ុន្តែថ្ងៃនេះគឺជាយប់ទី5បន្ទាប់ពី4យប់ជាប់គ្នាដែលខាងភាគីថៃបានចាក់សម្លេងខ្លាំងរំខានដល់ដំណេកហើយប៉ះពាល់ទៅដល់ប្រជាពលរដ្ឋនឹងមិនមែនតែប្រជាពលរដ្ឋទូទៅទេគឺប៉ះពាល់ទៅដល់កុមារដល់អ្នកជំងឺដល់ចាស់ជរាដល់ស្ត្រីមានផ្ទៃពោះហើយនឹងអ្នកដែលទើបតែឆ្លងទន្លេផងដែរសកម្មភាពដែលបែបនេះត្រូវបានមតិជាតិនិងអន្តរជាតិហើយសូម្បីតែប្រជាពលរដ្ឋថៃហើយនិងសមាជិកប្រសិទ្ធភាពរបស់ថៃនិងខាងក្រមសិទ្ធិមនុស្សហ្នឹងក៏មានការតវ៉ានិងមិនពេញចិត្តនៅសកម្មភាពដែលប្រទេសថៃខ្លួនឯងបានធ្វើនៅលើប្រជាពលរដ្ឋកម្ពុជាហើយឥឡូវនេះសារព័ត៌មានអន្តរជាតិច្រើនមែនទែនបានផ្សព្វផ្សាយអំពីសកម្មភាពដែលគេហៅថាអមនុស្សធម៌តាក់ទងទៅនឹងការប្រើប្រាស់នៅប្រព័ន្ធបំពងសម្លេងនេះក៏ប៉ុន្តែយ៉ាងណាក៏ដោយនៅថ្ងៃទី5មានន័យថាថ្ងៃទី14ខែតុលាឆ្នាំ2025នេះសកម្មភាពបានស្ងប់ស្ងាត់ទៅវិញមិនមានអ្វីកើតឡើងគួរឲ្យបារម្ភទៀតទេហើយនេះប្រហែលជាសញ្ញាមួយល្អដែរបន្ទាប់ពីមានការជួបពិភាក្សាគ្នាថ្នាក់រដ្ឋមន្ត្រីការបរទេសកម្ពុជាហើយនិងរដ្ឋមន្ត្រីការបរទេសថៃដោយមានការសម្របសម្រួលពីម្ចាស់ប្រទេសអាស៊ានខាងម៉ាឡេស៊ីហើយនឹងដែលចូលរួមចំណែកដ៏សំខាន់របស់ប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោក Donald Trump អញ្ចឹងនៅថ្ងៃខាងមុខថ្ងៃទី26 27 28នេះគឺជាកិច្ចប្រជុំកំពូលអាស៊ានដែលមានថ្នាក់ដឹកនាំកំពូលពិភពលោកចំនួន18រូបហើយនឹងមេដឹកនាំដទៃទៀតដែលនឹងចូលរួមនៅទីក្រុងកូឡាឡំពួរប្រទេសម៉ាឡេស៊ីនេះហើយប្រធានបទនៃចំនួនព្រំដែនកម្ពុជាថៃក៏ជាប្រធានបទមួយក្តៅដែលគេនឹងអាចយកមកពិភាក្សាសំខាន់នៅក្នុងវេទិកានោះតែម្ដងក៏ប៉ុន្តែយ៉ាងណាក៏ដោយក៏ភ្ជាប់ជាមួយគ្នានេះប្រធានាធិបតី Donald Trump នឹងបានធ្វើការងារឃើញច្រើនមួយរយៈចុងក្រោយនេះបានសម្របសម្រួលដើម្បីធ្វើយ៉ាងណាធានាថាកិច្ចព្រមព្រៀងបទឈប់បាញ់នេះត្រូវតែបន្តឬមួយក៏រហូតទៅដល់កិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសទាំងពីរទៅទៀតអញ្ចឹងប្រហែលជាសញ្ញាមួយល្អដែរបើសិនជាស្ថានភាពនឹងវាវិវត្តបែបនេះអញ្ចឹងធ្វើឲ្យការបារម្ភឬក៏ទុកព្រួយរបស់ប្រជាពលរដ្ឋខ្មែរយើងមួយចំនួនដែលគាត់រស់នៅតាមបណ្ដោយព្រំដែនកម្ពុជាថៃនឹងអាចធូរស្រាលទៅវិញដែរហើយដូចខ្ញុំបានធ្វើការអធិប្បាយអំបញ្ញមិញអញ្ចឹងថាយើងឃើញហើយជាក់ស្ដែងនៅថ្ងៃនេះគឺជាយប់ទី5បន្ទាប់ពីខាងភាគីថៃបានចាក់នៅភ្លេងដ៏អាក្រក់ជាច្រើននោះប៉ុន្តែថ្ងៃយប់ទី5នេះគឺបានស្ងប់ស្ងាត់ទៅវិញអញ្ចឹងនេះគឺជាទស្សនវិជ្ជារួមដែលខ្ញុំកំពុងតែឈរជើងនៅភូមិព្រៃច័ន្ទនៅវេលានេះម៉ោងនេះគឺថ្ងៃទី14ខែតុលាឆ្នាំ2025វេលាម៉ោង10យប់ជាង